យើងអត់ដែលឲ្យអ្នកលក់យើងជាមនុស្សដែលដើរក្រោយចែកជាទេយើងរងថ្ងៃមកឃើញស្ត្រីទេខ្លាំង generate AI កើតព្រមកើតអីចេះធ្វើ CapCut ចេះអីអញ្ចឹងប្រជុំ Zoom គាត់ដឹងច្រើនចេះចែករំលែកក្នុងសង្គមមានវេទិកាខ្លះជួយសង្គមទៀតចាអញ្ចឹងយើងកំពុងធ្វើបណ្ដាបណ្ដាហើយឥឡូវនេះមើលឃើញថាEligo ឆ្នាំមួយគឺអត់ជាយក BA អីជាបុគ្គលល្បីអីខ្លាំងទេប៉ុន្តែ Eligo គឺបណ្ដុះបណ្ដាលមនុស្សឲ្យខ្លាចទៅជាបុគ្គលដ៏ល្បីតាមរយៈការបង្កើតមាតិកាដែលផ្ដោតទៅលើតម្លៃអប់រំចាបាទចាពួកខ្ញុំក៏សប្បាយចិត្តដែរព្រោះស្ត្រីមេផ្ទះខ្លះគាត់ពីមុនមកតាមធ្លាប់ឮថាគាត់ចេះប្រើ Unreachable ហើយគាត់កាន់ Unreachable មកដើម្បីភ្ជាប់លក់អនឡាញចាប៉ុន្តែប្រហែលជាកន្លះឆ្នាំក្រោយមក channel គាត់ខ្ទង់ខែចាអញ្ចឹងយើងកន្លែងហ្នឹងខ្ញុំក៏ទទួលបានព័ត៌មានបែបហ្នឹងហើយក៏ពិតជាសប្បាយចិត្តខ្លាំងមែនតើហើយក៏តែងតែអរគុណដល់ Eligo ដែលបានបង្កើតជាក្រុមហ៊ុនមួយប្រៀបដូចជាសមាគមដែលជួយស្ត្រីបានច្រើនចាបាទអរគុណចាសម្រាប់ខ្ញុំក៏ជាស្ត្រីម្នាក់ដែលជ្រកកោនជាមួយនឹង Eligo យូរឆ្នាំដែរចាមើលលេនីសម័យកាលពីមុនចូលគិតថាខ្លួនឯងអាចផលិតមាតិកាផ្ទុះទូទាំងប្រទេសអញ្ចឹងបានទេអត់ទេពីមុនមកមានគេ enroll ឲ្យមកលក់អញ្ចឹងណាមានបងគាត់ enroll ឲ្យមកលក់ប៉ុន្តែគិតថាសម្រស់យើងអត់ស្អាតសម្រស់យើងអត់បានអីចឹងទៅអញ្ចឹងយើងក៏ប្រឡែងឱកាសនឹងចោលដល់ពេលយើងមកបានធ្វើមែនទែនបែរជាគិតថាហេតុអីក៏យើងមិនព្រមមកនៅពេលដែលគេហៅចាវាស្ដាយក្រោយឡើងហ្នឹងវិញចាអូខេហើយយើងវិភាគមើលថាអ្នកនៅមួយ Eligo នៅកាន់អាយុគាត់ទទួលបានអីទទួលបានច្រើនបងទី1បើសម្រាប់ខ្ញុំហ្មងគឺប្រាក់ចំណូលអាចថាប្រាក់ចំណូលវាជាអីចម្បងដែលយើងទទួលបានទី2គឺក្តីស្រឡាញ់ពណ៌ក្តីស្រឡាញ់ពិតប្រាកដចាហើយទី3គឺតើតងជាមួយនឹងការរៀនសូត្រពីការធ្វើការងារយើងមានធីមធ្វើការងារផ្សេងយើងរៀនសូត្រពីគ្នាទៅវិញទៅមកចាចំណេះនិងជំនាញចាចេះធ្វើការងារជាធីមអីចឹងធ្វើការងារធីមចាបងព្រោះបើជាទូទៅខ្ញុំធ្លាប់ឃើញគេតែងតែផុស Facebook ថាកន្លែងធ្វើការសិតតែជាពោះសិតតែជាអីចឹងណាប៉ុន្តែចាក់ស្ដែងមក Eligo យើងមិនមែនថាយើងមិនធ្លាប់ជាធីមហ្មងនេះខ្ញុំបែងចែកម្លែកបទពិសោធន៍ជាធីមហ្មងមិនយើងមិនធ្លាប់ប៉ះសម្ដីគ្នាទេប៉ុន្តែយើងប៉ះសម្ដីគ្នាឬក៏យើងទៅចែកគ្នានឹងគឺក្នុងគោលបំណងអីគេតាមពិតគោលបំណងយើងតែមួយទេគាត់ថាពេលខ្លះវិធីធ្វើនឹងការមើលឃើញយើងខុសគ្នាចឹងទៅចាអញ្ចឹងក៏អាចមានផលប៉ះទង្គិចក៏ប៉ុន្តែហើយគឺហើយអត់នេះអីញ៉ៃទេចា Eligo, create your world.